Assalamu alaikum សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំចង់និយាយបន្តិចអំពីបញ្ហាមនុស្សនាពេលបច្ចុប្បន្ននេះគឺមានអ្នកខ្លះគឺគាត់ចូលចិត្តធ្វើបន់មែនទែនធ្វើបន់ចូលចិត្តធ្វើអាម៉ាល់ល្អណាគាត់ទៅស្មៀងគាត់ជួយគេគាត់សតកផ្សេងគាត់ធ្វើល្អនិយាយទៅគេមើលមកគាត់គឺជាមនុស្សដែលមានអ៊ីម៉ានអ្នកដែលមានជំនឿនៅក្នុងសាសនាអ៊ីស្លាមអ្នកដែលល្អក៏ប៉ុន្តែបញ្ហាមួយដែលគាត់តែងតែធ្វើគឺមាត់របស់គាត់អត់គម្របទេមានន័យថាមាត់របស់គាត់គឺអាក្រក់មែនទែនត្រូវជេរត្រូវដាក់បណ្ដាសាត្រូវវាយត្រូវអីអាហ្នឹងគឺន័យថាមាត់របស់គាត់គឺអត់គម្របណាមាត់អាក្រក់សម្ដីអាក្រក់តែជួយចិត្តធ្វើបន់ស្មៀងអត់ដែលចោលទេបួសក៏អត់ដែលខានដែរក៏ប៉ុន្តែមាត់របស់គាត់គឺអត់ការពារទេត្រូវជេរត្រូវថាអត់មានខ្វល់អាណាគេខឹងអាណាគេអត់មានខ្វល់ទេអញ្ចឹងសួរថាមនុស្សប្រភេទហ្នឹងណាក្នុងអ៊ីស្លាមយើងគិតបែបណាដូច្នេះនៅក្នុងវីដេអូនេះគឺនឹងបញ្ជាក់អំពីបញ្ហាហ្នឹងសូមតាមដានរហូតដល់ចប់ដើម្បីកុំឲ្យយល់ខុសត្រង់ចំណុចណាមួយអ៊ីនសាអល់ឡោះបងប្អូនទាំងឡាយដែលស្ថិតនៅក្នុងក្តីមេត្តាករណារបស់អល់ឡោះជាម្ចាស់ក្នុងនាមជាមនុស្សទូទៅជាពិសេសគឺអ្នកអ៊ីស្លាមតែងតែប្រាថ្នាចង់ក្លាយជាមនុស្សល្អហើយកាន់តែពិសេសទៅទៀតនោះគឺចង់រស់នៅប្រកបដោយក្តីស្រឡាញ់និងក្តីមេត្តាករណាពីព្រះជាម្ចាស់ចិត្តជាមួយព្រះជាម្ចាស់ជានិច្ចអ្នកអ៊ីស្លាមគ្រប់រូបតែងតែបង្ហាញដោយទង្វើមួយចំនួនដើម្បីបញ្ជាក់ថាពួកគេគឺចង់រស់នៅចិត្តព្រះជាម្ចាស់ជានិច្ចពួកគេខិតខំដើម្បីរក្សាការសូឡាតទាំង5ពេលក្នុងមួយថ្ងៃមួយយប់បួសខែរ៉ាម៉ាឌនបរិច្ចាគទានសតកោសូត្រគម្ពីរកូរ៉ាននិងផ្សេងជាច្រើនទៀតនៃទង្វើល្អដែលមនុស្សខិតខំធ្វើនៅក្នុងគោលបំណងដើម្បីឲ្យជីវិតរបស់ពួកគេរស់នៅស្រួលនិងមានក្តីសុខក៏ប៉ុន្តែយើងទាំងអស់គ្នាធ្លាប់ពិចារណាអំពីទង្វើប្រចាំថ្ងៃរបស់ខ្លួនឯងដែរឬទេតើអណ្ដាតរបស់យើងជារៀងរាល់ថ្ងៃទៅជាយ៉ាងណាវិញតើការនិយាយស្ដីរបស់យើងសប្តាហ៍ថ្ងៃនេះមានអ្វីដែលនាំឲ្យប៉ះពាល់ដល់គេដែរឬទេជួនកាលមនុស្សដែលឧស្សាហ៍ព្យាយាមធ្វើអ៊ីបាដាឬឧស្សាហ៍ព្យាយាមគោរពប្រតិបត្តិទៅចំពោះអល់ឡោះជាម្ចាស់សូឡាត5ពេលគឺគ្រប់មិនខ្វះឡើយសូត្រគម្ពីរកូរ៉ានក៏បានច្រើនពួកគេហ្ស៊ីគីរពួកគេរំលឹកទៅចំពោះអល់ឡោះជាម្ចាស់ឥតឈប់ឈរក៏ប៉ុន្តែនៅក្នុងពេលជាមួយគ្នានោះពាក្យសម្ដីរបស់គេគឺបង្កការឈឺចាប់ដល់អ្នកដទៃពួកគេហាក់ដូចជាងាយខ្លាំងណាស់នៅក្នុងការសើចចំអកមើលងាយស្ដីទៅកាន់អ្នកដទៃមាត់របស់ពួកគេហាក់ដូចជាលឿនខ្លាំងណាស់ក្នុងការនិយាយឲ្យអ្នកដទៃអៀនខ្មាស់ហាក់ដូចជាងាយស្រួលខ្លាំងណាស់នៅក្នុងការនិយាយដើមអ្នកដទៃមករៀមដៃរបស់គេហាក់ដូចជាងាយខ្លាំងណាស់នៅក្នុងការចុចសរសេរ comment ជេរវិប្រហាមើលងាយលើអ្នកដទៃទាំងដែលរឿងជាក់ស្ដែងសេចក្តីឈឺចាប់ដែលបង្កឡើងដោយពាក្យសម្ដីគឺវាឈឺចាប់និងដកជាប់នៅក្នុងចិត្តរបស់មនុស្សយូរជាងរបួសដែលកើតឡើងលើខ្លួនប្រាណទៅទៀតបងប្អូនទាំងឡាយរ៉ូស៊ូលឡោះសល្លឡោះអាឡៃហ៊ីវ៉ាសាឡាំធ្លាប់ត្រូវបានគេនិយាយប្រាប់អំពីស្ថានភាពស្ត្រីម្នាក់ដែលឧស្សាហ៍ព្យាយាមសូឡាត5ពេលគាត់រក្សាការបួសរ៉ាម៉ាឌនមិនដែលខ្វះសំបីតែមួយថ្ងៃស្ត្រីនោះពិតជាធ្វើការគោរពប្រតិបត្តិទៅចំពោះអល់ឡោះជាម្ចាស់ច្រើនខ្លាំងណាស់ក៏ប៉ុន្តែស្ត្រីម្នាក់នោះគឺតែងតែធ្វើឲ្យអ្នកជិតខាងឈឺចាប់ដោយសារតែអណ្ដាតឬពាក្យសម្ដីរបស់នាងបន្ទាប់មកណាប៊ីមូហាម៉ាត់លោកមានប្រសាសន៍តបទៅវិញថាការគោរពសក្ការៈឬអ៊ីបាដារបស់គេដ៏ច្រើននោះគឺមិនបានផ្ដល់ផលប្រយោជន៍អ្វីដល់នាងនោះឡើយពីព្រោះតែសិលធម៌របស់នាងគឺអាក្រក់ជាងអ្នកដទៃនេះគឺជាមេរៀនដ៏សំខាន់សម្រាប់យើងទាំងអស់គ្នាទំនាក់ទំនងជាមួយអល់ឡោះជាម្ចាស់គឺសំខាន់បំផុតក៏ប៉ុន្តែទំនាក់ទំនងជាមួយមនុស្សទូទៅវាក៏ជារឿងដែលសំខាន់ដែរកុំដល់ថ្នាក់យើងខិតខំថែរក្សាសូឡាតនៅមេស្ជីតក៏ប៉ុន្តែបំផ្លាញនិងបង្កការឈឺចាប់ដល់អ្នកជិតខាងនៅជុំវិញផ្ទះទៅវិញឲ្យសោះកុំរហូតដល់ថ្នាក់យើងអាចយកឈ្នះនៅក្នុងការឆ្លោះប្រកែកទាស់ទែងជាមួយអ្នកដទៃក៏ប៉ុន្តែបែរជាបាត់បង់ក្តីស្រឡាញ់នៅក្នុងចំណោមមនុស្សទូទៅវិញនោះទេកុំដល់ថ្នាក់យើងឧស្សាហ៍ហ្ស៊ីគីររំលឹកទៅចំពោះអល់ឡោះជាម្ចាស់ក៏ប៉ុន្តែអណ្ដាតរបស់យើងធ្វើឲ្យអ្នកដទៃឈឺចាប់យំយែកដោយសារតែយើងទៅវិញនោះទេណាប៊ីមូហាម៉ាត់មានប្រសាសន៍ថានៅណាហើយដែលមានជំនឿជាមួយអល់ឡោះនឹងថ្ងៃអាខិរ៉ាត់ចូលឲ្យពួកគេនិយាយអ្វីដែលល្អឬនៅស្ងៀមវាពិតជាល្អត្រចះត្រចង់ខ្លាំងណាស់អ្វីដែលសាសនាអ៊ីស្លាមបានព្រានប្រដៅដល់មនុស្សគ្រប់រូបប្រសិនបើមាត់របស់យើងមិនអាចនិយាយអ្វីដែលល្អបានទីនោះគឺត្រូវតែនៅឲ្យស្ងៀមប្រសិនបើយើងមិនអាចលើកទឹកចិត្តដល់នរណាម្នាក់ទេគឺត្រូវតែនៅឲ្យស្ងៀមប្រសិនបើមិនអាចធ្វើឲ្យអ្នកដទៃសប្បាយរីករាយជាមួយយើងទេជំរឿនដែលត្រូវធ្វើគឺនៅឲ្យស្ងៀមពីព្រោះការនៅស្ងៀមរបស់យើងជួនកាលវាល្អប្រសើរជាងពាក្យសម្ដីរបស់យើងដែលអាចនឹងបង្កការឈឺចាប់ដល់នរណាម្នាក់បងប្អូនទាំងឡាយអើយបងប្អូនសាកពិចារណានៅក្នុងជីវិតរបស់យើងកន្លងមកបន្តិចមើលតើកន្លងមកយើងធ្លាប់ធ្វើឲ្យនរណាម្នាក់ឈឺចាប់ដែរឬទេដោយសារតែអណ្ដាតរបស់យើងតើយើងធ្លាប់ស្រែកដាក់ឪពុកម្ដាយរបស់យើងដែរឬទេតើមានគ្រួសារណាខ្លះដែលយើងធ្លាប់ធ្វើឲ្យគេឈឺចាប់ដោយសារតែពាក្យសម្ដីរបស់យើងតើមានអ្នកជិតខាងណាខ្លះដែលយើងធ្វើឲ្យពួកគេឈឺចាប់ដោយសារតែអណ្ដាតរបស់យើងបងប្អូនត្រូវចាំថាប្រហែលជាមាននរណាម្នាក់ដែលនៅឈឺចាប់ហើយបៀមទុកការឈឺចាប់មួយនោះរាប់សិបឆ្នាំទោះបីជាយើងបានភ្លេចហើយក៏ដោយទាន់ឱកាសនៅមានសូមប្រញាប់ប្រញាល់សូមការអធិស្ឋានទៅចំពោះពួកគេវិញទៅប្រសិនបើយើងធ្លាប់ធ្វើខុសលើគេពីព្រោះរាល់ដំណើរនៃដួងចិត្តដែលបានកើតឡើងរួចហើយនោះវាមិនងាយនឹងជាសះស្បើយបានទេហើយក៏មិនប្រកាសថាគ្រប់គ្នាដែលធ្លាប់ធ្វើឲ្យយើងឈឺចាប់នោះយើងមានឱកាសជួបគេម្ដងទៀតដែរពីព្រោះជីវិតរបស់មនុស្សគ្រប់គ្នាគឺមិនទៀងនោះឡើយ
ប្រសិនបើគេស្លាប់ទៅជាប់ជាមួយនឹងការឈឺចាប់ដោយសារតែយើងពិតប្រាកដណាស់គេនឹងទៅតវ៉ាទាមទាររកយុត្តិធម៌ជាមួយព្រះជាម្ចាស់ជាមិនខានតោះយើងបួងសួងទៅចំពោះព្រះជាម្ចាស់ទាំងអស់គ្នាយ៉ាអល់ឡោះដោយដែលទ្រង់បានធ្វើឲ្យរូបសម្បត្តិរបស់ពួកយើងល្អឥតខ្ចោះសូមទ្រង់មេត្តាកែតម្រូវរាល់សុជីវធម៌ល្អរបស់ពួកយើងផងចុះសូមធ្វើឲ្យអណ្ដាតរបស់ពួកយើងក្លាយជាប្រភពនៃរឿងល្អសូមធ្វើឲ្យពាក្យសម្ដីរបស់យើងក្លាយជាពាក្យសម្ដីដែលល្អធ្វើឲ្យអ្នកដទៃរីករាយនៅក្នុងចិត្តសូមធ្វើឲ្យពួកយើងក្លាយជាមនុស្សដែលនាំឲ្យអ្នកដទៃសប្បាយរីករាយនៅពេលដែលគេបានជួបហើយនៅពេលដែលយើងបានចាកចេញសូមធ្វើឲ្យពួកយើងក្លាយទៅជាមនុស្សដែលគេតែងតែបួងសួងសូមសេចក្តីល្អសម្រាប់ពួកយើងផងចុះសង្ឃឹមថាអល់ឡោះនឹងឲ្យពួកយើងទាំងអស់គ្នាក្លាយទៅជាអ្នកដែលឧស្សាហ៍ព្យាយាមនៅក្នុងការគោរពប្រតិបត្តិទៅចំពោះទ្រង់ហើយនឹងរក្សាការពារពួកយើងអំពីការបញ្ឈឺចិត្តអ្នកដទៃអាមីនយ៉ារ៉ាប់បាល់អាឡាមីនសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ